แนะนำปีกองตัวภูมิไทยโลกวินไทยสุวารีบ้านบัญเจในថ្ងៃទី3វិច្ឆិកាឆ្នាំ2025នេះថាចំពោះពាក្យចចាមអារាមនៃការដោះលែងកងទ័ពកម្ពុជាទាំង18រូបមកកម្ពុជាវិញនៅសប្តាហ៍ក្រោយនោះកងទ័ពថៃកំពុងតែផ្ដោតលើការយកចិត្តទុកដាក់ក្នុងការបន្តតាមដានស្ថានភាពហើយកងទ័ពថៃគ្រាន់តែដកអាវុធធុនធ្ងន់ចេញមួយចំនួនប៉ុណ្ណោះប៉ុន្តែកងទ័ពថៃនៅតែបន្តរក្សាកងទ័ពឲ្យឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាថៃពលគឺគ្មានការដកកងទ័ពនោះឡើយមិនត្រឹមតែប៉ុណ្ណោះលោកវិនថៃសុវរីបានបញ្ជាក់បន្ថែមទៀតថាតេតិននឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការដាក់សម្ពាធអន្តរជាតិឲ្យភាគីថៃពន្លឿនការដោះលែងកងទ័ពកម្ពុជាទាំង18រូបថៃក៏កំពុងពិនិត្យបញ្ហានេះដោយកងទ័ពកម្ពុជាពួកគេកំពុងថែទាំស្របតាមលក្ខណៈស្តង់ដារអន្តរជាតិរីឯអង្គការ ICRC ក៏បានចុះទៅជួបពួកគេទៀងទាត់ជានិច្ចផងដែរហើយកងទ័ពថៃមិនផ្លាស់ប្ដូរពីលក្ខណៈវិនិច្ឆ័យនៃលក្ខខណ្ឌទាំង4ឡើយ